ai đâm lục chấm tiêu nâng bom ôn chôn rùm chiết chỉ ti cổ rục bom ôn nè sạp bom miền tây ó chỉ ti rọc an cái nắp proti phu chôn khu này riêngรัฐาภิบาล Campuchia ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាទើបបានអញ្ជើញវិលត្រឡប់មកដល់ពលានយន្តហោះអន្តរជាតិតេជោក្រោយពីបានបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី9 មិថុនាឆ្នាំ2026តបតាមការអញ្ជើញរបស់ឯកឧត្តមលីមីងហឹងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោយពីអញ្ជើញចុះពីយន្តហោះពិសេសគឺបន្ទាប់ពីពិធីទទួលស្វាគមន៍ផ្លូវការដ៏កក់ក្ដៅដោយមានការត្រួតពលផងសម្ដេចធិបតីបានចាប់ផ្ដើមដំណើរការទស្សនកិច្ចផ្លូវការតាមរយៈជំនួបទ្វេភាគីជាមួយនឹងឯកឧត្តមលីមីងហឹងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងជំនួបនេះសម្ដេចធិបតីនិងឯកឧត្តមនាយករដ្ឋមន្ត្រីបានរំលឹកអំពីស្មារតីនៃការដឹកនាំនៃជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសទាំងពីរពោលគឺសម្ដេចតេជោនិងឯកឧត្តមតូឡាំក្នុងជំនួបរវាងគណៈបកកណ្ដាលអំណាចទាំងពីរកាលពីខែកុម្ភៈឆ្នាំ2026កន្លងមកនៅរាជធានីភ្នំពេញប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនៅការពេញចិត្តនិងវិតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរជាមួយគ្នានេះប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពនិងបដិញ្ញាចិត្តយ៉ាងខ្ពស់និងមោះមុតក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនិងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀតក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នារៀបចំព្រឹត្តិការណ៍នានាឲ្យបានអធិកអធមដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី60នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ2027ខាងមុខនេះថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្ដូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់រួមមាននយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគសន្តិសុខនិងការពារជាតិអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលទេសចរណ៍វប្បធម៌ធម្មពលការតបជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននិងអំពីការខណ្ឌចែកព្រំដែនរវាងប្រទេសទាំងពីរជាមួយគ្នានេះសម្ដេចធិបតីក៏បានជួបសម្ដែងការគួរសមនិងពិភាក្សាការងារដាច់ដោយឡែកជាមួយនឹងបណ្ដាថ្នាក់ដឹកនាំកម្ពុជាវៀតណាមសំខាន់ជាពិសេសឯកឧត្តមតូលឹមប្រធានរដ្ឋនិងជាអគ្គលេខាធិការគណៈបកកុម្មុយនីសវៀតណាមឯកឧត្តមជិនថាញ់មិញប្រធានរដ្ឋសភានៃជាតិរបស់វៀតណាមសម្ដេចធិបតីក៏បានអនុញ្ញាតឲ្យឯកឧត្តមបួយខ្វាំងហ៊ុយលេខាទី1នៃគណៈកម្មការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីសហូជីមិញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងជំនួបទាំងនេះសម្ដេចធិបតីតែងតែបញ្ជាក់ថាប្រវត្តិសាស្ត្រនៃការប្រគៀកស្មារគ្នាការលះបង់និងការជួបគ្នាទៅវិញទៅមកក្នុងបុព្វហេតុជួយគ្នាក្នុងបុព្វហេតុឯករាជ្យនៃប្រទេសយើងទាំងពីរការបង្រួបបង្រួមប្រទេសវៀតណាមការជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដំណើរការស្ដារនិងការអភិវឌ្ឍប្រទេសទាំងពីរត្រូវបានប្រជាជនគ្រប់ស្រទាប់គ្រប់ជំនាន់នៃប្រទេសទាំងពីរចងចាំជានិច្ចក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ននិងភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចពិភពលោកការបង្កើនការទុកចិត្តនិងការពង្រឹងភាពជាដៃគូកម្ពុជាវៀតណាមកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់
ថ្នាក់ដឹកនាំកម្ពុជាវៀតណាមជាពិសេសឯកឧត្តមតូលឹមប្រធានរដ្ឋនិងជាអគ្គលេខាធិការគណៈបកកុម្មុយនីសវៀតណាមបានសម្ដែងនៅការគាំទ្រពេញទំហឹងចំពោះសំណើនានារបស់សម្ដេចធិបតីក្នុងការជំរុញឲ្យបានខ្លាំងក្លាបំផុតនៅចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិតដោយគ្មានតំបន់ហាមឃាត់ដើម្បីការរីកចម្រើនសង្គមសេដ្ឋកិច្ចដើម្បីបុព្វហេតុសន្តិភាពស្ថិរភាពនិងវិបុលភាពនៃប្រទេសទាំងពីរនិងរួមចំណែកដល់តំបន់និងពិភពលោកឯកឧត្តមប្រធានតូឡាំប្រធានរដ្ឋតូឡាំក៏បានសម្ដែងនៅការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះហើយក្នុងឱកាសនៅទីក្រុងហាណូយក៏សម្ដេចបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី3ហើយសម្ដេចបញ្ជើញចូលរួមវេទិកានេះត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងដល់ការធ្វើគោលនយោបាយក្នុងការរៀបចំយុទ្ធសាស្ត្រជាមួយគំនិតព្រួយផ្ដើមថ្មីរយៈពេលវែងសម្រាប់សមាគមអាស៊ានប្រធានបទសម្រាប់ឆ្នាំ2026គឺរួមគ្នាកសាងអនាគតសន្តិភាពវិបុលភាពនិងផ្ដោតទៅលើប្រជាជនជាស្នូលដែលស្របនឹងអត្ថិភាពរបស់ប្រធានអាស៊ានឆ្នាំ2026គឺប្រទេសហ្វីលីពីនដែលគឺដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នានិងជាឆ្នាំចាប់ផ្ដើមដំបូងនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045ថ្នាក់ដឹកនាំកម្ពុជាអាស៊ានដែលបានអញ្ជើញចូលរួមថ្លែងសន្ទរកថាជាគន្លឹះក្នុងវេទិកានេះរួមមាននាយករដ្ឋមន្ត្រីវៀតណាមកម្ពុជាឡាវថៃនិងទីម៉ូខាងកើតនិងលោកអគ្គលេខាធិការអង្គការអាស៊ានតំណាងអង្គការសហប្រជាជាតិគោលដៅចម្បងនៃវេទិកាអនាគតអាស៊ានលើកទី3នេះគឺដើម្បីបង្កើតអនុសាសន៍នៃគោលនយោបាយជាក់ស្ដែងប្រកបនិយមនិងអាចអនុវត្តបានសម្រាប់មេដឹកនាំកម្ពុជាអាស៊ានថ្លែងក្នុងវេទិកាអនាគតអាស៊ានលើកទី3សម្ដេចធិបតីបានគូសបញ្ជាក់ថាក្នុងរយៈពេលដ៏ខ្លីវេទិកាអនាគតអាស៊ានបានក្លាយជាវេទិកាមួយដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរយោបល់គំនិតថ្មីត្រង់ទៅត្រង់មកប្រកបដោយយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយលើបញ្ហាប្រឈមចម្បងដែលតំបន់និងពិភពលោកទាំងមូលកំពុងជួបប្រទះវេទិកានេះអនុញ្ញាតឲ្យអាស៊ានអាចវាយតម្លៃលើបញ្ហាដែលកំពុងប្រឈមចំពោះមុខនិងស្វែងរកផ្លូវដើរទៅមុខប្រកបដោយភាពជាក់ស្ដែងនិយមតាមរយៈកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការនិងការទទួលខុសត្រូវរួមគ្នាសម្ដេចក៏បានគូសរំលេចបញ្ហាសំខាន់ចំនួន3ពាក់ព័ន្ធទៅនឹងសន្តិភាពសេដ្ឋកិច្ចនិងប្រជាជនចំពោះបញ្ហាព្រំដែនកម្ពុជាថៃសម្ដេចធិបតីបានកត់សម្គាល់ថាភាគីទាំងពីរបានប្រកាសប្រកាន់ភ្ជាប់នៅសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ហេតុដូច្នេះកម្ពុជានិងថៃចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះឲ្យបានទាំងស្រុងនិងឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់ជាពិសេសអនុវត្តនៅចំណុចទី3ដែលអំពាវនាវឲ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមាព្រំដែនដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទន្ទឹមនឹងនោះសម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថាការសម្រេចចិត្តនានាថ្មីរបស់កម្ពុជាក្នុងការចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្របានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌និងយូរអង្វែងដែលឈលលើមូលដ្ឋានច្បាប់អន្តរជាតិការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ថៃក្នុងការចូលរួមក្នុងយន្តការក្របខ័ណ្ឌ UNCLOS នេះជាជំហានគួរឲ្យស្វាគមន៍ដើម្បីឈ្មោះទៅរកដំណោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្ររួមត្រួតស៊ីគ្នាចំពោះសេដ្ឋកិច្ចសម្ដេចធិបតីបានសង្កត់ធ្ងន់ថាអាស៊ានត្រូវតែបន្តដើរតួនាទីជាអ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយសេរីបើកចំហបរិយាបន្ននិងផ្អែកទៅលើច្បាប់
ដែលមានអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូលទាញយកប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់និងបន្តធ្វើសមាហរណកម្មតំបន់ឲ្យកាន់តែស៊ីជម្រៅព្រមទាំងវិនិយោគក្នុងវិស័យដែលកំណត់អនាគតនៃកំណើនរួមមានបញ្ញាសិប្បនិម្មិតបដិវត្តកម្ម Digital អន្តរការបៃតងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់សេដ្ឋកិច្ចពណ៌ខៀវសេដ្ឋកិច្ចច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកទេសនិងនវានុវត្តន៍ចំពោះបញ្ហាកត្តាប្រជាជនសម្ដេចបញ្ជាក់ថាក្នុងពេលដែលយើងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចក្នុងគ្រប់គោលនយោបាយយើងត្រូវចងចាំជានិច្ចថាវិបុលភាពមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជនទាំងសន្តិភាពនិងវិបុលភាពមិនមែនជាគោលដៅចុងក្រោយទេតម្លៃពិតប្រាកដគឺស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅសេចក្តីថ្លៃថ្នូរសន្តិសុខនិងកលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋរបស់យើងជាមួយគ្នានេះសម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថាការវិយតម្លៃលើសមិទ្ធផលរបស់អាស៊ានមិនគួរពិនិត្យត្រឹមតែលើផលិតផលសរុបក្នុងស្រុក GDP ទំហំពាណិជ្ជកម្មឬលំហូរវិនិយោគនោះទេយើងគួរវាយតម្លៃថាតើប្រជាជនយើងមានជីវភាពរស់នៅកាន់តែប្រសើរមានសុវត្ថិភាពមានសុខភាពល្អជាងមុននិងមានជីវិតពោពេញទៅដោយសេចក្តីសង្ឃឹមជាងមុនដែរឬទេបាទហើយក្នុងឱកាសនៅស្នាក់នៅទីក្រុងហាណូយសម្ដេចក៏ឆ្លៀតជួបជាមួយនឹងអិសរាជជនមួយចំនួនដូចជាលោកជំទាវស៊ីម៉ាមហោត្រាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Indo-Pacific នៃក្រសួងការបរទេសចក្រភពអង់គ្លេសឯកឧត្តម Christopher Landau អនុប្រធានអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនិងលោកស្រី Izumi Nakamitsu អគ្គលេខារងនៃអង្គការសហប្រជាជាតិនិងជាតំណាងជាន់ខ្ពស់នៃកិច្ចការរំសាយសភាវុធនេះឱកាសស្នាក់នៅរដ្ឋធានីហាណូយដែរលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញចូលរួមទស្សនាប្រាសាទអក្សរសាស្ត្រក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកជំទាវដាវធីប៊ីកធុយភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមរួមជាមួយនឹងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានមួយចំនួនផងដែរហើយជាសេចក្តីបញ្ចប់គឺជាកិត្តិយសណាស់គឺថាមុននឹងតែប្រហែលម៉ោងទៅឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមលេមីងហឹងបានអញ្ជើញមកដល់ស្ថាគារដែលសម្ដេចធិបតីនិងគណៈបរិភូស្នាក់នៅដើម្បីជូនដំណើរហើយប្រមុខរដ្ឋាភិបាលក៏ទាំងពីរបានបដិញ្ញាចិត្តក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាវៀតណាមឲ្យមានភាពប្រកបនិយមនិងចេញជាលទ្ធផលជាក់ស្ដែងដោយមានការកំណត់ក្រុមការងារទទួលខុសត្រូវទទួលបន្ទុកនិងកំណត់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចការនីមួយៗដោយមិនអូសបន្លាយពេលហើយក្នុងដំណើរទស្សនកិច្ចនេះផងដែរដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដឹកនាំដោយអ្នកអង្គការគិតម៉េងបានព្រឹបដើមគូកងធុរកិច្ចជាមួយនឹងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមដើម្បីជំរុញបន្ថែមទៀតនៅទំនាក់ទំនងសេដ្ឋកិច្ចឧស្សាហកម្មវិនិយោគរវាងកម្ពុជានិងវៀតណាមដែលមានក្រុមហ៊ុនជាច្រើនចូលរួមក្នុងនោះវៀតណាមមានក្រុមហ៊ុនចំនួន60ហើយកម្ពុជាយើងក៏មានក្រុមហ៊ុនចំនួន60ចូលរួមដែរហើយខាងធុរកិច្ចជនវៀតណាមមានបង្ហាញនៃការចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា Digital វិស័យកសិកម្មនិងភស្តុភារកម្មវិស័យផលិតផលនិងឧស្សាហកម្មនិងអចលនទ្រព្យនិងសំណង់សរុបមកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះចូលរួមវេទិកាអនាគតអាស៊ានលើកទី3ដឹកនាំដោយសម្ដេចធិបតីនិងអមដោយគណៈបព្វភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនិងបានពំនាំនៅសមិទ្ធផលជាក់ស្ដែងសម្រាប់ផលប្រយោជន៍ជាតិនិងប្រជាជនអរគុណសូមអរគុណ